បាទអនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះគឺថាវិលមកជួបខ្ញុំបាទ My Idea Official សារជាថ្មីម្ដងទៀតហើយពុកម៉ែបងប្អូនយើងណាបាទហ្នឹងហើយអញ្ចឹងទេនៅក្នុងវីដេអូនេះផងដែរខ្ញុំបាទ My Idea Official នឹងគឺថាមានព័ត៌មានពិសេសល្អដែលត្រូវចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនយើងជាបន្តទៅទៀតហើយមួយទៀតខណៈពេលដែលពុកម៉ែយើងបានឃើញវីដេអូរបស់ខ្ញុំបាទចេញជាលក្ខណៈបែបនេះនោះមានន័យថាខ្ញុំអត់បានទៅធ្វើបច្ចុប្បន្នភាពនៅខាងវត្តសុទ្ធទេអញ្ចឹងទេសូមអធិស្ឋានផងពុកម៉ែបងប្អូនយើងណាហ្នឹងហើយប៉ុន្តែយ៉ាងណាក្តីក៏ខ្ញុំមានវីដេអូដែលខ្ញុំបានថតកាលពីថ្ងៃម្សិលមិញរំលែកជូនឲ្យពុកម៉ែបងប្អូនយើងបានទស្សនាទៅហើយដែរណាពុកម៉ែយើងទាំងអស់គ្នាដែលវីដេអូនេះជាបច្ចុប្បន្នភាពទៅថ្ងៃម្សិលមិញទេបើយើងគិតមើលទៅណាអត់ទាន់ហួសពេលអីទេគឺថាថ្មីនៅឡើយទេអញ្ចឹងពុកម៉ែបងប្អូនយើងអាចបន្តការតាមដាននិងទស្សនានៅវីដេអូជាច្រើនដែលខ្ញុំបាទនឹងផុសផ្សព្វផ្សាយជូនដល់ពុកម៉ែយើងបានទស្សនាហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំបាទ My Idea Official ហ្នឹងគឺថាមុននឹងជម្រាបជូននៅព័ត៌មានពិសេសនោះគឺសូមអានឈ្មោះញោមញាតិមហាពុទ្ធបរិស័ទរបស់យើងដែលលោកបានចូលតាក់ទងជាមួយនឹងការកសាងនៅព្រះពុទ្ធមេត្តាជាមុនសិនដោយសារនៅពេលបច្ចុប្បន្ននេះមហាពុទ្ធបរិស័ទរបស់យើងលោកបានបន្តចូលរួមកសាងនៅព្រះពុទ្ធមេត្តាជាបន្តបន្ទាប់ហើយការចូលរួមកសាងព្រះពុទ្ធមេត្តានេះនៅមិនទាន់ហួសពេលទេណាពុកម៉ែបងប្អូនយើងនៅបន្តទៀតទេពីព្រោះនេះកំពុងតែសិតណាសិតហ្នឹងគឺថាដោយមានការផ្ចិតផ្ចង់ខ្លាំងមែនទែនតែម្ដងនៅកន្លែងរួមពុំគេនឹងហើយការចុះទៅត្រួតពិនិត្យមើលសឹងនឹងគ្រប់សកម្មភាពហើយរបស់បងស្រីហងម៉ាលីដែលលោកបានអញ្ជើញទៅត្រួតពិនិត្យមើលហ្នឹងប្រយោជន៍គឺដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការងារទាំងអស់ទាំងមូលនេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរបាទហើយមហាពុទ្ធបរិស័ទរបស់យើងក៏លោកបានចូលរួមជាបន្តបន្ទាប់ណាពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះប៉ុន្តែឈ្មោះគឺខ្ញុំសូមអានតែ3អ្នកសិននៅវគ្គ6ដោយសារតែអីដោយសារតែឈ្មោះនេះគឺគាត់បានចូលពីមុនមកហើយក៏ប៉ុន្តែមិនទាន់បានអានឈ្មោះជូនគាត់ណាហើយឈ្មោះពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះគឺខ្ញុំនឹងអាននៅវគ្គ7ណានៅវគ្គ7ហើយនេះគឺជាវគ្គទី6ដែលខ្ញុំនឹងអានឈ្មោះហើយឈ្មោះទាំងអស់នេះហើយសុទ្ធតែជាឈ្មោះនៃញោមញាតិមហាពុទ្ធបរិស័ទរបស់យើងដែលរួចផុតពីអបាយដែលរួចផុតពីគេថាផ្លូវទៅកាន់អបាយភូមិណាគឺអត់ទៅទេឈ្មោះទាំងអស់ហ្នឹងដោយហេតុអីដោយហេតុថាលោកបានចូលរួមណាកសាងនៅព្រះពុទ្ធមេត្តាអានិសង្សនៃការកសាងនៅព្រះពុទ្ធមេត្តាគឺថាមានដៃជាបុណ្យបារមីខ្ពស់ខ្លាំងមែនទែនអានិសង្សហ្នឹងគឺធំណាបាទធំដែលញ៉ាំងឬក៏អាចទៅជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធដែលយើងគ្រប់គ្នានៃមហាពុទ្ធបរិស័ទដែលបានចូលរួមនិងអ្នកដែលបានសាទរត្រៃអរអនុមោទនានៅមហាបុណ្យកុសលនេះមិនឲ្យធ្លាក់ទៅក្នុងអបាយនោះទេដោយអំណាចផលឡើងអានិសង្សនៃបុណ្យដែលយើងមានសទ្ធាហើយលះបង់ទ្រព្យធនដើម្បីចូលរួមកសាងនៅព្រះពុទ្ធមេត្តានេះឡើងព្រះពុទ្ធមេត្តាគឺជារចនាបថដែលយើងដែលបងស្រីហងម៉ាលីលោកបានចម្លងយកមកទាំងស្រុងតែម្ដងពីខាងប្រទេសឥណ្ឌាហើយនៅក្នុងវីដេអូនេះក៏បងស្រីលោកបានចេញមកបញ្ជាក់បន្ថែមផងដែរមូលហេតុនៃការសម្រេចចិត្តក្នុងការកសាងនៅព្រះពុទ្ធមេត្តាហ្នឹងណាពុកម៉ែបងប្អូនយើងបាទដំបូងដែរឡើយគឺថាគាត់ទៅកាន់ប្រទេសឥណ្ឌាហើយនៅពេលដែលគាត់បានទៅដល់ទីតាំងនោះកន្លែងពុទ្ធដ្ឋានទៅបានទៅថ្វាយអង្គមណាថ្វាយបង្គំព្រះពុទ្ធមេត្តាហ្នឹងក៏ឃើញនៅរចនាបថក៏ឃើញនៅទីកន្លែងដែលល្អប្រសើរឃើញនៅព្រះពុទ្ធបដិមាដែលមើលទៅគួរជាទីជ្រះថ្លាខ្លាំងមែនទែនតែម្ដងហើយគាត់ពិតណាស់ថាចង់ថ្វាយបង្គំពេលណាដែលគាត់ចង់ទៅថ្វាយបង្គំគឺគាត់ទៅបានដោយស្រួលប្រសិនបើនៅគៀកតែដល់ពេលនៅឆ្ងាយចេះចង់ថ្វាយបង្គំការនឹករលឹកចង់ទៅកន្លែងឲ្យឃើញនៅព្រះពុទ្ធព្រះអង្គមេត្តានេះដែលមានរចនាបថពីដើមមកបែបអញ្ចឹងណាគឺថាត្រូវតែចំណាយពេលក្នុងការទិញសម្បត្តិយន្តហោះហើយជិះទៅកាន់ប្រទេសឥណ្ឌានោះទើបយើងអាចទៅថ្វាយបង្គំនៅទីតាំងនោះបានក៏ប៉ុន្តែនៅពេលឥឡូវបច្ចុប្បន្ននេះគឺថាបងស្រីហងម៉ាលីសទ្ធារបស់គាត់ខ្លាំងពេកអញ្ចឹងទៅនៅពេលដែលគាត់ត្រឡប់មកវិញដេកមិនលក់បក់ម្ល៉េះនៅមិនសុខទេហេតុតែសទ្ធានៅក្នុងចិត្តនឹងខ្លាំងក៏សម្រេចចិត្តទៅក្រាបបង្គំទូលព្រះអង្គធម្មវណ្ណៈវិស័យបណ្ឌិតចន្ទមនីរបស់យើងព្រះអង្គគ្រាន់តែបានដឹងដំណឹងថាបងស្រីហងម៉ាលីគាត់មានបំណងចង់ធ្វើនៅព្រះពុទ្ធមេត្តានេះភ្លាមព្រះអង្គមានបិតិសោមនស្សត្រែកអររីករាយខ្លាំងមែនទែនតែម្ដងណាតើតើជាមួយនឹងការកសាងហ្នឹងអញ្ចឹងព្រះអង្គលោកសម្រេចបតីថាអនុញ្ញាតឲ្យបងស្រីហងម៉ាលីបណ្ឌិតហងម៉ាលីរបស់យើងនេះលោកចាប់ផ្ដើមកសាងនៅព្រះពុទ្ធមេត្តាហ្នឹងតែម្ដងទៅចាប់ផ្ដើមសិតហើយព្រះអង្គក៏លោកប្រមាលហើយរើសយកនៅថ្ងៃទី16ខែ6 2026នេះគឺជាថ្ងៃដែលព្រះអង្គគ្រូបណ្ឌិតរបស់យើងនឹងនិមន្តទៅចូលរួមសិទ្ធដោយផ្ទាល់តែម្ដងនៃព្រះពុទ្ធមេត្តាហ្នឹងអញ្ចឹងគឺជារឿងដែលហេតុដ៏អស្ចារ្យបំផុតណាស់ដែលបានកើតឡើងមកជាបន្តគ្នាហ្នឹងដែលធ្វើឲ្យយើងគ្រប់គ្នានឹងពិតណាស់ថាសាទរនឹងត្រៃអរក្រៃលែងណាស់ចំពោះសទ្ធាចិត្តដ៏មុតមមរបស់ប
បងស្រីហងម៉ាលីក៏ដូចជាព្រះអង្គគ្រូបណ្ឌិតរបស់យើងណាបានចូលរួមក្នុងការសិទ្ធនៅព្រះពុទ្ធមេត្តានេះឡើងហើយសម្រាប់ថានឹងធ្វើអំពីស្ពាន់ណាពុកម៉ែបងប្អូនយើងបាទសម្រាប់ចិត្តថានឹងធ្វើអំពីស្ពាន់វិញទៅហើយមូលហេតុនៃការធ្វើអំពីស្ពាន់នេះសោទៀតហ្នឹងគឺដោយសារតែអញ្ចេះដោយសារតែប្រសិនបើយើងធ្វើអំពីស្ពាន់ទៅមានគុណភាពជាប់លាប់បានយូរហើយទុកដល់តកូនតចំនួនក្រោយៗជាច្រើនចំនួនបន្តទៀតដើម្បីឲ្យលោកបានឃើញបានដឹងហើយមានឱកាសក្នុងការគោរពបរិបត្តិបូជាអញ្ចឹងបាទអានឹងអញ្ចឹងវិសេសវិសាអញ្ចឹងនេះជាការប្រមាលមើលដល់វែងឆ្ងាយអញ្ចឹងជាប្រយោជន៍មួយយ៉ាងទូលំទូលាយល្អហើយបានជាទីគោរពសក្ការៈរវាងមនុស្សសត្វទេវតាគឺថាលោកគោរពកោតក្រែងណាស់អញ្ចឹងហើយអ្នកដែលបានចូលរួមកសាងនៅព្រះពុទ្ធបដិមានេះអានិសង្ឃគឺថាมันអាចនឹងយកអ្វីមកប្រោះវត្តផ្ទឹមឬក៏កណនីត្រូវបានទេអញ្ចឹងហើយបានអ្នកប្រាជ្ញបុរាណឬក៏នៅក្នុងសិភៅលោកបានសរសេរយ៉ាងជាក់លាក់ច្បាស់លាស់ថាអ្នកដែលបានកសាងនៅព្រះពុទ្ធបដិមានេះអនាគតជាតិតទៅថ្ងៃខាងមុខគឺមិនធ្លាក់ចូលទៅក្នុងអបាយជាដាច់ខាតហើយអានិសង្ឃនេះនឹងទៅចាមតាមជួយទ្រទ្រង់អ្នកនោះដែលបានចូលរួមកសាងនោះនឹងមានន័យថាទ្រទ្រង់រហូតដល់ពួកគាត់នឹងបានបានផលឯណោះអញ្ចឹងអានិសង្ឃនឹងវាធំមែនទែនដែលយើងទាំងអស់គ្នានៅពេលដែលបានដឹងបានឮបានយល់អំពីរឿងហេតុទាំងអស់នេះហើយគឺថាអត់មានអីក្រៅពីសាទរអនុមោទនានៅមហាបុណ្យមហាកុសលហ្នឹងទេហើយឈ្មោះជាច្រើនដែលខ្ញុំបាទ My Idea Official បានអានរយៈពេលកន្លងមកនេះនៅក្នុង Channel My Idea Official ពុកម៉ែយើងគឺថាជាឈ្មោះដែលជាមហាពុទ្ធបរិស័ទលោកមិនសយត់លោកមិនធ្លាក់ចូលទៅក្នុងអបាយភូមិនោះឡើយក្នុងនោះមាននរកប្រែតដេរិឆានអសុរកាយមួយណាក៏មិនទៅដែរក្នុងចំណោមហ្នឹងមួយណាក៏អត់ទៅដូចគ្នាគឺថារួចផុតតែម្ដងដោយអំណាចចេតនាដ៏បរិសុទ្ធរបស់យើងគ្រប់គ្នាដោយសទ្ធាយ៉ាងមុតមមនិងចាស់ខ្លារបស់យើងគ្រប់គ្នាដែលហ៊ានលះបង់នៅទ្រព្យធនរបស់ខ្លួនដែលប្រឹងប្រែងរោគមកទាំងលំបាកលំបិនវេទនាខ្លាំងណាស់ប៉ុន្តែលះបង់ដោយសទ្ធាដោយសប្បាយចិត្តក្នុងការកសាងនៅព្រះពុទ្ធបដិមាឲ្យបដិស្ថានមានឡើងតម្កល់បានទៅជាទីគោរពសក្ការៈនេះអញ្ចឹងអានិសង្ឃនេះមិនមែនជាអានិសង្ឃតូចតាចទេជាអានិសង្ឃមួយយ៉ាងធំដែលយើងទាំងអស់គ្នាគួរតែចូលរួមបត្តានុមោទនានិងត្រែកអរអនុមោទនានៅមហាបុណ្យមហាកុសលជាមួយលោកដែលជាម្ចាស់ទានម្ចាស់សទ្ធាពិសេសជាងគេត្រែកអរអនុមោទនាជាមួយនឹងបងស្រីហងមលីព្រះអង្គគ្រូធម្មវណ្ណៈវិស័យបណ្ឌិតចន្ទមនីនិងត្រែកអរអនុមោទនាជាមួយនឹងឈ្មោះញោមញាតមហាពុទ្ធបរិស័ទរបស់យើងដែលខ្ញុំតែងតែបានអានរយៈពេលកន្លងមកនេះឈ្មោះដែលបានអានរយៈពេលកន្លងមកនេះតាំងពីវគ្គ1រហូតមកដល់វគ្គទី6នេះជាឈ្មោះដែលមិនធ្លាក់នឹងសយុទ្ធចូលទៅក្នុងអបាយទេហើយនៅមានឈ្មោះជាបន្តទៀតដែលនឹងអាននៅវគ្គ7ពុកម៉ែបងប្អូនយល់ណាខ្ញុំនឹងសម្រាប់អាននៅវគ្គ7សំណួរសួរថាតើនៅវគ្គ7នេះមានអ្វីខ្លះគឺមានន័យថាឈ្មោះនៅក្នុងវគ្គ7មិនមែនមានត្រឹមតែការចូលរួមសិទ្ធនៅព្រះពុទ្ធបដិមាតែមួយមុខទេណាពុកម៉ែបងប្អូនយើងអត់មែនទេគឺមានន័យថាគាត់បានចូលសាងនៅព្រះពុទ្ធបដិមាព្រះអង្គមេត្តានេះហើយគឺគាត់ចូលថែមទាំងចូលនៅឆោពន្ធរាំងសីដាំពេជ្រទៅទៀតមានន័យថាវគ្គក្រោយនេះមហាពុទ្ធបរិស័ទរបស់យើងលោកបានចូលជឿពេជ្រណាជឿពេជ្រដើម្បីដាំនៅលើឆោពន្ធរាំងសីនឹងតែម្ដងមិនធម្មតាទេណាពេជ្រមួយគ្រាប់$1ហើយដាំនៅលើឆោពន្ធរាំងសីជាងថ្លៃជាងដែលគេយកទៅហ្នឹងណាថ្លៃជាងគេយកក្នុងការដាំពេជ្រដែលភ្ជាប់ជាមួយនឹងបាតក្តីដែលភ្ជាប់ជាមួយនឹងឆោពន្ធរាំងសីនឹងក្តីគឺគេយកមួយគ្រាប់$1,500រៀលសរុបរួមទៅមានន័យថាពេជ្រមួយគ្រាប់ហ្នឹងគឺ$5,500រៀលយើងគិតជាបច្ច័យខ្មែរអានឹងអញ្ចឹងណាពុកម៉ែបងប្អូនយើងបាទអញ្ចឹងវគ្គក្រោយនេះមានមហាពុទ្ធបរិស័ទរបស់យើងចូលរួមច្រើនដូចជាអ្នកម្ដាយដែលគាត់មានកម្រងនៅចូលរួមឆោពណ៌រាំងសីហ្នឹងគឺចូលរួមពេជ្រហ្នឹងតែម្ដងអ្នកម្ដាយគឹមរ៉ាន់ម៉ៅបាទនឹងបងស្រីមុនម៉ៅហើយនឹងបងស្រីជីណាហ្វឺអីជាដើមអញ្ចឹងទៅណាបាទបងស្រីម៉ៅរ៉េនហៅសុកហ្នឹងក៏គាត់បានហើយប្រហែលជាអាចនឹងចូលរួមណាម្នាក់មិនចេះតិច100គ្រាប់ទេច្រើន100គ្រាប់មែនទែនដែលត្រូវគាត់បានសម្រេចចិត្តថានឹងចូលរួមក្នុងការជឿដាំពេជ្រនេះណាពេជ្រក៏ពន្លឺមហាសែនល្អស្អាតហើយក៏ជារបស់ដែលរឹងមាំខ្លាំងមែនអីខ្លាំងជាងពេជ្ររឹងណាអានឹងអញ្ចឹងគឺមានន័យថាអានិសង្ឃនេះការកសាងឆោពន្ធរាំងសីនេះគឺមានពន្លឺភ្លឺស្វាងមានពន្លឺដែលចេះខ្ញុំចូលអានយកមិញម្ដងដែរពុកម៉ែបងប្អូនយល់ណាអានិសង្ឃនៃការចូលរួមកសាងឬក៏កសាងនៅឆោពន្ធរាំងសីហ្នឹងគឺធ្វើឲ្យភ្នែកភ្លឺបើយើងនិយាយមួយទៀតហ្នឹងដូចជាភ្នែកទឹកអញ្ចឹងណាបាទនេះជាការប្រៀបធៀបដូចជាភ្នែកទឹកអញ្ចឹងមិនចេះងងឹតទេការឈប់អត់ចេះងងឹតតែម្ដងនិយាយចំទៅគឺអត់ងងឹតទេពន្លឺភ្នែកហ្នឹងដូចយើងបូជាក្រមុនទៀនក្រមុនដូចគ្នាប្រទីបដូចគ្នាគឺអានិសង្ឃហ្នឹងដូចគ្នាស្រៀងគ្នាអញ្ចឹង
bà đôi khi chẳng anh sau nó cứ thông chẳng phần lư rồi bao dương này rồi bao dương lư hay chỉ ca biểu thiết đôi chụp này tấp bên đây thay dương lư tăng bị khmer họ đòi cha phần nát của dương này dương là tập lư ảnh mưa khơi cho bà ở bên ngẩn ngất riêu ấy chứ ở đây bà nếu chị anh xongในการโจรมก่อสร้างในชาวปอแดงไซนั่งแต่เราให้เนี่ยดับอันโจรมก่อสร้างชาวปอแดงไซนั่งโอ้เมื่อเราปะในไซปนนะเราเปิดเราเชื่อมโจตัวเมื่ออันในซองมันนะโอ้เนี่ยสายมองอันในซองมันเล่นทีเดียอันในซองทอมเป็นเด่นนะเพราะแบบยืนยืดทำแต่พเนจตั้งแต่บ้านไหนกูเป็นลื้อพลื้สฟางละอมาหอยมวยเตี้ยต้องตัวเตี้ยตรงจมมวยนั่งกำลังเปลี่ยนสกปรกนั่งบ่ากำลังเปลี่ยนสกปรกนั่งกูจินใจเมียนในคลองโคลนแต่มาร้องเชื่อมนุษย์ได้มันเชื่อชื่ออยู่เยอะจังมั้งนะเมียนกำลังเปลี่ยนในคลองโคลนมันเชื่อชื่อมันเชื่อตรูมันเชื่อประเดี๋ยวประดวนมันเชื่อไอ้เต้สวาฮับละอเมนเทนแต่มาร้องได้อำนาจในอันในซองนั่งนะจราเมนเทนนะบ่าให้คลองนุษย์โดยขี้ได้ก็เต้เมียนโพกสมบัติของบริวารสมบัติตรวจสมบัติทนเทียนนั่นคือถ้าบริบโฮเฮหายบริวารสมบัติคือเมียนในเนี่ยจอมรวมสลังความโตยืงโดยเป็นลือแหละสมัยในชาวปอแดงไซจังแต่ได้เกยชมัวระบายยืงก่อทรายพี่จะเกยชมัวได้ละอได้ยืดจัดข้างเกยสลังเกยเป็นจัดให้สำคัญมวยเตี้ยต้องปกไม้บองปนยืงบาสำคัญมวยเตี้ยต้องคือไทยยืงตายแต่จูบปดเตี้ยเมียนในถ้าไอสมลังเคยโดยยืนไปข้างดาวมันได้ถ้าโดยในตับนะคือยังไอสมลังเคยตายแต่สมลังเคยนั่งสมลังเคยจบอยู่ในเนื้อออกกาได้ละอคือตายแต่การเมียนอยู่พูยืงออกกาหน้าได้ละออกกาหน้าได้ปิเสออกกาหน้าได้ละไทยทลาคือตายแต่แหลมมาเลยยืงจบอยู่ในยืงอดเมียนจิมนุษย์ได้เมียนสำนางจิมนุษย์ได้เมียนสำนางจบอยู่ในละหดนะอันนั้นอันในสองนั่นคือพอเราเอาจังเนาะกลายหน้าได้ละกลายหน้าได้ปิเสยืงดังยืงเคยยืงไอประมาเมื่อหรือก็ยืงไอดังมันจังยืงเมียนออกกาจับโยกในออกกาหนูเนี่ยคลายืงทรอบว่าปกไม้บอลปนยืงไปจุดบอลในจงการแต่โอ้สลายออกกาเนี่ยนะโอ้ก็ลองหูบัดอ้นหน้ามือดังบริเวณงานนะก็อัดดังเตะปนตาในอันในสองบอลเนี่ยแบบก่อสร้างในชอบปอดังแซนะก็จะเจอเนี่ยหนึ่งจูปเตียนเนาะให้การในออกกาได้ละแต่แต่จุ่มร้องจุ่มร้านหนึ่งการเมียนหมดดอนเนี่ยแบบโจรวมก่อสร้างในชอบปอดังแซนั่งคลังหน้าบอกโบโฮเฮียจบจุดในหนึ่งไอ้บ้าหอยโดยชมทายจังเป็นลือพลือฟังสกปรกละบริโภรูกายเบย์เยรูกายไว้เนี่ยโดยเกี่ยทาโดยเตปอักษรรูกายละสะอาดรูกายมอมต้อมรูกายพิเศษรูกายระบอกครูนี่คือทาแต่ในเมนละประสาได้เนี่ยเราเตยมือเตอนะคือทาพิเศษพิเศษlàนึงจังไงตัวอย่างโดยเฉลี่ยพิเศษคายังเบอร์เมื่อนะสะอาดหอยตัวใบเชียลูกเย่หาแต่ลูกเย่พิเศษค้าตัวใบเชียลูกเย่ก็เมียนไว้ดอลปนนะก็เมียนนาเกดังทาลูกเย่จ่าได้ตัวแต่ลูกเย่กรอกชุดบางสังกุงเงือบแล้วตัวบางเกดังทาโอ้ลูกเย่จ่าหายแต่อันนั้นเป็นจังมวยตัวเมียนละสะอาดจังนะอำนาจอันในซองบอลนั่นคือจังหมอจังเนี่ยแต่บ้านโจรวมก่อสร้างชาวปอแดงไซนี่บริโภครูสมบัติบริโภคโดยกระทากำลังนะคือโปต่างโปโดยเฉพาะเยอะจังบ่าโปแต่เมื่ออายุก็อายุเวงรูสมบัติก็สมบัติละสิ่งใดซบกับการเมียนกำลังก็คลังกล้าเอาการละกับการเมียนจบจุดนิดหมดดอนเนี่ยได้บ้านโจรวมก่อสร้างเพื่อให้เมียนพนักโดยจิตตบจะการเปรียบเทียบว่าเมียนพนักโดยจิตตบนี่น้องคงสุภาพใส่จังเมียนพนักโดยจิตตบในซองนั่งเมียนได้ท่าพนักนี่มันเงี้ยงงงัดอันหนึ่งจังvì sao anh chăng á bạn phim cái thảo ôi vì sao nè ở cả bầu chi tiền và tiếp đó có đôi khi phải lư chăng đôi khi đã lôi chấm tiêu ở nhà mà đất riêng chẳng hay bao dương để lục bàn nâng cổng phong tại án ở vọt phơi nâng giang nam anh chăng đôi khi nó phòng mài bom bồn gì đôi khi anh chăng bà nó cả bầu chi và tiếp đã cờ môn xuất đầu tiên nó mình nghe thế nào phòng mài bom bồn gì ót nghe thế cờ môn xuất hái phơi đằng hai giang thất cả thom đầu tiên hái thom à cờ môn nâng cứ tha thom mình tênเนี่ยแต่บ้านโจรเลยไม่ท่าก็ม้วนมาดามส่งรถมาภาษามันออกบ่ารถมาภาษาส่งทางมันออกโรเตนะพวกใหม่บางคนยังบ่าจังอาในซองบนนั่นคือท่าทมนะเป็นลือพลือฟังกับนัดปลายญาดองอดอมใครทลามันเต้นนะแต่โบเชื่อปฏิบต่างออกนั่นคือท่าอจานะจังโลจุ่มเตียวเอาญาบัดดัดเสียงจันให้บ่ยังก็โลกดักน้อมเฟื่องในมหาบนมหากษัตริย์ในการสัตเตียนกระมวลสัตแต่ดองให้กระอบช่วยดังhai từ pram cả lại ấy nó hơi chỉ cam một thị bôn sắt dạng không men tên đại pra để dạy việc đó tới pram ngày bữa ngày tìm phải pi phải bay phải buôn phải pram phải mùi pram ngày hai đằng hai bay ngày tiền mình lên thêm tên á đằng hai từ tam mà đa cả lại để thông song khăn cứ đằng hai vô tới đằng bay vềประเคนtrong cái cứ từ lưu nôm cái chẳng cốt bộ này ở trong cột tam chẳng đạiกรุ๊ปกลายคือทางตัวตามเราไปทอดประเด็นโยนตัวเพียบปัจจุบันเพียบแต่ละบางหางจุดในปกไม้บางปนยืนออกในบางตุสนา
អានឹងអញ្ចឹងណាហើយដើម្បីចែករំលែកនៅជាមហាកុសលអញ្ចឹងផងដែរអញ្ចឹងในមហាពុទ្ធបរិស័ទបើយើងលោកដែលបានចូលរួមសិទ្ធទានក្រមួនជាមួយនឹងលោកជំទាវអញ្ញាបដិសៀនចន្ទហេបើយើងក៏មានចំនួនច្រើនដែរដែលខ្ញុំនឹងនាំទៅហើយជាអាចនឹងនាំទៅនៅថ្ងៃស្អែកនេះពុកម៉ែបងប្អូនយើងរងចាំទស្សនាផងដោយសារអីពុកម៉ែយើងទាំងអស់គ្នាណែការបូជាមានរឿងប្រវត្តិរឿងរ៉ាវបាទរឿងចាំមើលខ្ញុំនិយាយតាក់ទងជាមួយនឹងរឿងដែលប្រវត្តិនៃការកសាងឬក៏សិទ្ធិទានក្រមួននេះបាទមានអានិសង្សធំប៉ុណ្ណាអស្ចារ្យប៉ុណ្ណាហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរប៉ុណ្ណាទៅណែអនុញ្ញាតពីព្រះសម្មាសម្ពុទ្ធរបស់យើងទៅទៀតណាមិនលេងធេងទេណាបាទមានប្រវត្តិរឿងរ៉ាវហើយអានិសង្សនោះស្ដាប់ឡើងអូយអស្ចារ្យមែនទែនអច្ឆរិយៈណាស់ចឹងអ្នកដែលបានចូលរួមសិទ្ធិទានក្រមួនជាមួយលោកជំទាវអញ្ញាបដិសៀនចន្ទហេក៏កំពូលមហាអានិសង្សក៏មិនធម្មតាដែរហើយចូលឆោពណ៌រាំងសីក៏ជាកំពូលអានិសង្សមិនធម្មតាដូចគ្នាអញ្ចឹងនៅឱកាសដែលយើងគ្រប់គ្នាបានកើតទាន់ក្នុងសម័យដែលសម្បូរទៅដោយសប្បុរសសម័យដែលសម្បូរទៅដោយសប្បុរសគឺជាសម័យដែលដឹកនាំយើងគ្រប់គ្នាឲ្យធ្វើបុណ្យដឹកនាំយើងគ្រប់គ្នាឲ្យទៅស្ដាប់ឱវាទស្ដាប់ធម៌ទេសនាបំពេញបុណ្យបំពេញទានរក្សាសីលចម្រើនមេត្តាភាវនាប្រយោជន៍គឺដើម្បីជាសម្ពាធបុណ្យសម្រាប់យើងគ្រប់គ្នាទុកនៅក្នុងសន្តានរបស់យើងជាសម្ពាធសម្រាប់ខ្លួនឯងពុកម៉ែបងប្អូនយើងត្រូវចាំពេលណាដែលយើងរស់នៅលើโลกនេះអ្នកយើងអាចពឹងពាក់បងប្អូនកូនក្មួយប្តីប្រពន្ធកូនគឺយើងអាចពឹងពាក់បានម្ដងម្កាលអាចពឹងពាក់បាននៅពេលណាដែលយើងមានជីវិតហើយការដែលយើងពឹងពាក់បានក៏ដោយសារតែពួកគាត់ទាំងអស់នោះមានសន្តានចិត្តដើរតាមកន្លងធម៌គេនឹងជួយយើងនឹងយើងអាចពឹងពាក់បានតែនៅពេលដែលយើងហៀបនឹងស្លាប់អាយុសង្ខាររបស់យើងអស់ទៅទោះបីយើងស្រែកទ្រហោបន់រោគអ្នកណាឲ្យជួយក៏ជួយមិនបានដែរពីព្រោះជីវិតសង្ខារកើតមកហើយត្រូវតែស្លាប់អញ្ចឹងនៅពេលដែលស្លាប់ទៅអ្វីដែលយើងទៅតាមជាមួយយើងបានមិនមែនទ្រព្យសម្បត្តិរបស់យើងទេមិនមែនកូនប្រពន្ធមិនមែនសាច់ញាតិមិនមែនអ្នកណាមួយដែលអាចទៅតាមជាមួយយើងបានទេអ្វីដែលអាចទៅតាមជាមួយយើងបាននោះមានតែកុសលនិងអកុសលតែប៉ុណ្្នឹងឯងបាបហើយនឹងបុណ្យប្រសិនបើយើងធ្វើបុណ្យច្រើនបុណ្យនោះនៅតាមជួយយិត្តយោងយើងឲ្យទៅចាប់បដិសន្ធិក្នុងទីឋានដែលសមរម្យនិងខ្ពស់ត្រដែតខ្ញុំតែងតែនិយាយបញ្ជាក់ឲ្យជាសច្ចធម៌មួយយ៉ាងពិតប្រាកដថាពីតូចដល់ធំយើងធ្វើបាបបានប៉ុណ្ណាពេលខ្លះយើងអាចភ្លេចបាបនោះប៉ុន្តែបាបនោះនឹងមិនភ្លេចយើងទេពីតូចដល់ធំយើងធ្លាប់បំពេញបុណ្យច្រើនប៉ុណ្ណាយើងអាចភ្លេចកន្លែងខ្លះនៃបុណ្យដែលយើងធ្លាប់បានបំពេញប៉ុន្តែបុណ្យនោះនឹងមិនភ្លេចយើងទេអានឹងចឹងនឹងទៅតាមបីបាច់ថែរក្សាយើងយិត្តយោងយើងការពារយើងអំណាចបុណ្យនេះដែលយើងបានសាងរហូតមកដល់ពេលបច្ចុប្បន្ននិងពីបច្ចុប្បន្នទៅថ្ងៃអនាគតជួយថែរក្សាយើងយិត្តយោងយើងមិនឲ្យធ្លាក់ទៅក្នុងអបាយការពារឲ្យបានដាច់ខាតកុំឲ្យធ្លាក់ទៅក្នុងអបាយពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពអបាយភូមិនេះគឺជាភូមិដែលអត់បាយពាក្យថាអបាយភូមិគឺភូមិដែលអត់បាយនឹងតែម្ដងភូមិដែលមានតែការរងទុក្ខវេទនាខ្លោចផ្សាឈឺចាប់អត់មានថ្ងៃស្រាកស្រានទាំងយប់ទាំងថ្ងៃពេលវេលាគឺជាពេលវេលាដែលអ្នកទៅដល់ទីតាំងនោះសម្រាប់តែសោយកម្មអត់មានសោយបុណ្យទេអានឹងអញ្ចឹងណានៅថាមនុស្សយើងមានសោយបាបផងមានសោយបុណ្យផងឋានទេវតាសោយតែបុណ្យឋាននរកគឺសោយតែបាបបើធ្លាក់ទៅក្នុងនរកផ្លូវអបាយគឺផ្លូវអត់បាយស្រែកឃ្លានផងត្រូវគេធ្វើទរណកម្មផងត្រូវបាបនឹងផ្ដាល់ឲ្យផងវេទនាណាគ្រាន់តែគិតក៏វេទនាដែរភ្លើងឆេះសន្ធោសន្ធៅរងទុកខ្លោចផ្សាគ្មានថ្ងៃណាដែលបានស្រាកស្រានទេអានឹងអញ្ចឹងណាបាទបើសិនជាសត្វនរកក្នុងកັບផែនដីណាដែលមានព្រះអរហន្តមានព្រះដែលមានគេហៅថាមានឫទ្ធិខ្ពស់ជួនកាលទៅលោកចង់ឃើញដូចជាព្រះមហាមោគលានចង់ទៅទស្សនាចង់ទៅទតមើលសត្វនរកយ៉ាងម៉េចខណៈពេលដែលព្រះអង្គទៅនោះអំណាចបុណ្យរបស់ព្រះអង្គដែលញ៉ាំងឲ្យសត្វនរកដែលធ្លាប់សោយទុករាប់រយឆ្នាំទៅហើយនោះទៅជាក់មកមួយរំពេចហ្នឹងហើយភ្លើងនរកក៏ធ្វើរលត់មួយរំពេចអញ្ចឹងតែខ្យល់វិជ្ជវិទ្យាដល់ត្រជាក់នឹងបក់ប៉ះទៅលើសត្វនរកទាំងអស់ឲ្យឃើញពីឫទ្ធិអំណាចរបស់ព្រះមហាមោគលានហើយត្រជាក់អត់មានរងទុកអីបន្តទៅទៀតទេតែមួយគណៈដែលព្រះមហាមោគលានទៅហ្នឹងទេណាដោយសារអំណាចបុណ្យរបស់ព្រះមហាមោគលានចេញត្រឡប់មកវិញគឺថារងទុកដដែលអានឹងចារងទុកដដែលណាព្រះមេល័យធេក៏ដូចគ្នាអញ្ចឹងតែនៅពេលដែលលោកចុះទៅគឺថាសត្វនរកអំណាចបុណ្យរបស់លោកឲ្យធូរបានមកស្បោយហ្នឹងទៅប៉ុន្តែផុតដល់ពេលហ្នឹងទៅគឺរងទុកវិញដដែលមិនមែនសោយមិនមែនរួចការក្តៅក្រហល់កាហាយនោះមិនមែនរួចការរងទុកនោះដោយអំណាចបុណ្យដែលខ្លួនឯងបានសាងគឺអត់ទេរួចដោយសារបុណ្យដ៏ធំរបស់ព្រះមហាមោគលាននិងព្រះមេល័យទេប៉ុន្តែបើអត់មានព្រះអរហន្តវិញតើមានសេចក្តីសុខមកពីណាមានតែសេចក្តីទុក្ខ
ជាប់ជានិច្ចតែម្ដងនៅក្នុងឋាននរកពុកម៉ែបងប្អូនយើងទាំងអស់គ្នាអ្វីដែលខ្ញុំលើកឡើងនេះគឺខ្ញុំបានអានច្បាស់បានយកខ្ញុំហ៊ាននិយាយចេញបើអានមិនច្បាស់មិនហ៊ាននិយាយចេញទេអញ្ចឹងបានខ្ញុំចង់បញ្ជាក់ថាឱកាសបុណ្យរបស់យើងដែលយើងបានមានជីវិតដែលជាដើមទុនរស់នៅលើផែនដីនេះគ្រាន់ជាការផ្ញើជីវិតមួយអញ្ចឹងយើងមានជីវិតជាដើមទុនល្អហើយជីវិតរបស់យើងដែលជាដើមទុននោះគឺពោពេញដោយមហាបុណ្យខ្ពស់ណាស់ខ្ពស់មែនតែម្ដងខ្ពស់យ៉ាងម៉េចខ្ពស់ត្រង់ដែលថាយើងបានកើតទាន់មានជីវិតរស់នៅទាន់សម័យដែលសម្បូរទៅដោយសប្បុរសអ្នកចេះអ្នកដឹងយើងឃើញមើលប្រសងសុខខ្មែរបើយើងបញ្ញវន្តសង្ឃខ្ពស់ធំលោកមានចំណេះដឹងខ្ពស់ណាស់ហើយការអប់រំរបស់ព្រះអង្គនីមួយចេញមកគឺថាល្អមែនទែនការបប្រតិបត្តិផ្សេងគឺថាល្អត្រឹមត្រូវទូយ៉ាងដូចជាព្រះអង្គគ្រូបណ្ឌិតរបស់យើងណាព្រះអង្គគ្រូបណ្ឌិតច័ន្ទមនីយើងឃើញទេអ្នកណាថាមិនក៏ព្រះអង្គអត់ខ្វល់សំខាន់គឺព្រះអង្គបប្រតិបត្តិដោយល្អព្រះអង្គប្រឹងប្រែងជួយសង្គមព្រះអង្គប្រឹងប្រែងអប់រំណាលើកស្ទួយនៅវិស័យពុទ្ធសាសនានិងជាតិរបស់យើងឲ្យរុងរឿងហើយចែករំលែកនៅចំណេះដឹងការអប់រំយ៉ាងល្អប្រសើរហើយមានអគ្គមហាបាសិកាអគ្គមហាបាសកពុទ្ធបរិស័ទលោកអ្នកដែលមានទ្រព្យធនលោកប្រឹងប្រែងក្នុងការផ្ដួចផ្ដើមគំនិតកសាងធ្វើបុណ្យនេះធ្វើបុណ្យនោះកសាងនេះកសាងនោះជាកិច្ចកម្មវិធីដែលដឹកនាំយើងទាំងអស់គ្នាឲ្យមានឱកាសក្នុងការបំពេញនៅមហាបុណ្យដែលល្អទាំងអស់ហ្នឹងដើម្បីជានិស្ស័យឲ្យបានបុណ្យសម្រាប់ខ្លួនយើងទ្រទ្រង់ខ្លួនយើងឲ្យរួចផុតពីអវិជ្ជប្រសិនបើលោកមានសទ្ធាលោកធ្វើតែខ្លួនលោកក៏បានដែរមិនចាំបាច់ផ្សព្វផ្សាយអញ្ចឹងទេលទ្ធភាពរបស់លោកនឹងគឺមានណាស់ដោយលោកជំទាវអញ្ញាបរិសៀងច័ន្ទហេងរបស់យើងនឹងឃើញទេលទ្ធភាពរបស់លោកធ្វើបុណ្យប៉ុណ្ណឹងនឹងគឺថាអត់មានបញ្ហាអីបន្តិចក៏អត់ដែរប៉ុន្តែនេះគឺជាការអនុគ្រោះឲ្យពុកម៉ែបងប្អូនយើងមានឱកាសក្នុងការចូលរួមសិទ្ធិទានដើម្បីបានពលឺប្រាជ្ញាបានអានិសង្សបុណ្យទុកជាសម្ពាធបុណ្យសម្រាប់ខ្លួនឯងតទៅថ្ងៃអនាគតនេះបុណ្យនេះបុណ្យមិនធម្មតាទេណាអានិសង្សបុណ្យហ្នឹងគឺធម្មតាបងស្រីហងម៉ាលីលោកជាសប្បុរសមួយលោកប្រឹងប្រែងក្នុងការកសាងនៅព្រះពុទ្ធបដិមាអនុញ្ញាតឲ្យពុកម៉ែបងប្អូនយើងមានឱកាសក្នុងការចូលរួមតែអត់រែងគេទេអ្នកទាំងពីរហ្នឹងគឺថាអត់មានរែងគេទេអ្នកណាមួយក៏អត់មានរែងគេដែរនេះគ្រាន់តែជាការជូនដំណឹងឲ្យពុកម៉ែបងប្អូនយើងដើម្បីសម្រិតសម្រាំងអ្នកណាដែលមានសទ្ធាចិត្តពោពេញទៅដោយសទ្ធាយ៉ាងចាស់ខ្លានៅក្នុងខ្លួននេះដល់បរិសុទ្ធលោកចូលរួមតើមានជាបញ្ហាអីលោកមានហាមឃាត់ឯណាអត់ទេហើយនៅពេលដែលយើងចូលរួមអញ្ចឹងវាបុណ្យខ្លាំងជាងគេរែងគេទៅទៀតអានឹងអញ្ចឹងគេថាអូសុំនេះសុំនោះខ្លាំងជាងគេសុំខ្លាំងជាងគេរែងគេទៅទៀតនោះនៅពេលដែលយើងគ្រាន់តែត្រឹមតែដឹងឯងប៉ុន្តែសទ្ធានឹងវាខ្លាំងពុះពោខ្លាំងសទ្ធាល្អបរិសុទ្ធលះបង់ភ្លាមចូលរួមផ្លែតអានិសង្សបុណ្យវាកើនឡើងខ្លាំងទ្វេដងទៅទៀតឯណោះនេះជារឿងពិតហើយក៏ជាសច្ចធម៌មួយយ៉ាងពិតប្រាកដដែល My Idea Visual បានលើកឡើងអញ្ចឹងបុណ្យហ្នឹងគឺថាបុណ្យធំធេងមែនទែនតែម្ដងមិនមែនលំទេពុកម៉ែបងប្អូនយើងបាទអានិសង្សហ្នឹងគឺពិតជាក់ស្ដែងអញ្ចឹងឈ្មោះមហាពុទ្ធបរិស័ទបានចូលរួមមកថាសិទ្ធិទានក្តីមកថាចូលរួមកសាងសិទ្ធិនៅព្រះពុទ្ធបដិមាគឺព្រះពុទ្ធមេត្តានឹងក្តីចូលរួមឆោបពររាំងសេនវគ្គទី7ដែលនឹងអាននៅពេលក្រោយនេះក្តីសុទ្ធតែជាឈ្មោះនៃញោមញាតមហាពុទ្ធបរិស័ទរបស់យើងដែលមិនសយុទ្ធធ្លាក់ចូលទៅក្នុងអបាយជាភូមិដែលអត់បាយនោះជាកន្លែងដែលរងទុក្ខដូចខ្ញុំលើកពីខាងដើមអញ្ចឹងគឺមិនធ្លាក់ទៅជាដាច់ខាតអ្នកទាំងអស់នឹងឈ្មោះទាំងអស់នឹងពុទ្ធបរិស័ទដែលបានឃើញនៅក្នុងវីដេអូនេះក្តីអ្នកដែលបានបត្តានុមោទនាក្តីគឺជាអានិសង្សបុណ្យដែលជួយយឹតយើងទាំងអស់គ្នានឹងឲ្យរួចផុតពីអបាយភូមិនឹងឯងណាឲ្យបានមកកើតជាមនុស្សឲ្យបានទៅកើតជាឋានទេវតាជាងទៅឯសត្វដេរឆានអីផ្សេងគឺមិនទៅទេណាអបាយភូមិទាំង4គឺអត់ទៅទេនរកក៏អត់ទៅប្រែតក៏អត់ទៅដេរឆានក៏អត់ទៅអសុរិកាយក៏មិនទៅណាក៏មិនទៅដែរព្រោះអំណាចអានិសង្សបុណ្យដែលយើងបានប្រឹងបំពេញឲ្យសទ្ធាជាសទ្ធាដែលមានដោយខ្លួនឯងអត់មានសទ្ធាអ្នកណាទៅបង្ខិតបង្ខំអត់មានសទ្ធាអ្នកណាទៅរែងគេសូមឲ្យជួយអត់មានតតែសោះជាសទ្ធាដែលកើតចេញដោយខ្លួនឯងសទ្ធាដែលកើតចេញដោយខ្លួនឯងនេះហើយជាសទ្ធាដែលបានបុណ្យក្រាស់ក្រែលខ្លាំងបំផុតដែលយើងមិនអាចទៅវាស់ផ្ទឹមបានទេជាអានិសង្សបុណ្យមួយដែលជួយទ្រទ្រង់យើងជីវិតយើងខ្លួនឯងនេះឲ្យបានរួចផុតពីកន្លែងដែលលំបាកហើយអានិសង្សមួយដូចខ្ញុំលើកបញ្ជាក់អញ្ចឹងណាអានិសង្សមួយដូចខ្ញុំលើកបញ្ជាក់អញ្ចឹងមិនធ្លាក់ទៅក្នុងអបាយមានគឺថាមានញាតច្រើនអីបរិបូរទាំងរូបសម្បត្តិទាំងអីហ្នឹងគឺថាបរិបូរជាប់ចំណិតតែម្ដងហើយអានិសង្សនោះកម្រិតណាពុកម៉ែបងប្អូនយើងរងចាំទស្សនានៅថ្ងៃស្អែកខ្ញុំដកស្រង់ចេញមករំងមិនមែន My Idea Official ចេះតែនិយាយទេណាដកស្រង់ចេញមកទៅសេនៅក្នុង note អានក៏បានបង្ហាញជូនក៏បានដែរឲ្យដឹងថានេះគឺជាសច្ចធម៌មួយយ៉ាងពិតប្រាកដអ្នកដែលបានចូលរួមកសាងអីគឺអានិសង្សបុណ្យនឹងវាធំអញ្ចឹងអានឹងជាក់ស្ដែងអញ្ចឹងណាពុកម៉ែបងប្អូនយើងមិនជារឿងពិតណាបាទជារឿងពិតតែចាស់កសាងនៅឆោពរាំងសេនឹងអានិសង្សគឺធំមហាសែនធំដូចគ្នាអានិសង្សនឹងគឺមិនលេងថេងទេពុកម៉ែបងប្អូនយើងហើយកុំភ្លេចអនុមោទនាបុណ្យនៅពេលណាខណៈណាដែលយើងនឹកឃើញបុណ្យដែលយើងបានបំពេញខណៈពេលនោះយើងទទួលតែសាធុបុណ្យកើតឡើងភ្លាម
នេះយើងធ្លាប់ចូលរួមកសាងនៅសិទ្ធិប្រពុតមេតាជាមួយបងស្រីហងម៉ាលីស្អាតនៅសុកនៅឃើញថាអូអញធ្លាប់ចូលប៉ុននោះណែសធាកើតឡើងពេលហ្នឹងបៃតេសមរស់ចិត្តកើតឡើងពេលហ្នឹងសោយសុកគេថាបៃតេសោយសុកនឹងតែម្ដងភ្លាមទៅគឺចេតនារបស់យើងកើតឡើងផ្លែតអារម្មណ៍មួយនេះគឺរំភើបមែនទែនអារម្មណ៍ដែលជាតួបុណ្យតួកុសលហ្នឹងគេថាសោយបៃតេសុកហ្នឹងគឺការសោយនៅអារម្មណ៍ដែលជាសុខបាទហើយអញ្ចឹងនៅពេលយើងនឹកឃើញអញ្ចឹងគឺបុណ្យវាធំបាទនឹកឃើញពេលណាបុណ្យកើតឡើងពេលហ្នឹងនឹកឃើញពេលណាបុណ្យកើតឡើងពេលហ្នឹងនឹកឃើញរឿយរលឹកឃើញនៅរឿយគឺបុណ្យកើតឡើងជារឿយហ្នឹងអញ្ចឹងណាបាទអញ្ចឹងគេហៅថាការរលឹកជារឿយនៅបុណ្យដែលយើងបានធ្វើហើយនឹងបានអានិសង្សបុណ្យហ្នឹងគឺជាប់ជាមួយយើងខ្ញុំភ្លេចគឺត្រង់ហ្នឹងមានកំណាព្យមួយដែរណាពុកម៉ែបងប្អូនយើងធ្លាប់អានកំណាព្យមួយដែរនៅក្នុងពុទ្ធសាសនារបស់យើងអ្នកប្រាជ្ញរបស់យើងចងក្រងមកហ្នឹងតែគាត់ឲ្យយើងដឹងថាបុគ្គលណាក៏ដោយគណៈពេលណាក៏ដោយតែងតែមានសតិរឹងមាំក្នុងការរលឹកនឹកឃើញនៅអំពើល្អដែលខ្លួនបានធ្វើបុគ្គលនោះនឹងមិនសាបសូន្យនឹងមិនសយុទ្ធទៅក្នុងអបាយនេះនៅក្នុងសភៅស្អីអញ្ចឹងបើកាលណាយើងនឹកឃើញរលឹកឃើញនៅតួបុណ្យតួកុសលអារម្មណ៍ចេតនាអារម្មណ៍របស់យើងនេះនឹងតោងជាប់នៅសេចក្តីល្អដែលយើងបានបំពេញនោះអានិសង្សហ្នឹងវាហុចឲ្យយើងអញ្ចឹងហើយឆោពរាំងសីក្តីពុកម៉ែបងប្អូនយើងអ្នកដែលបានចូលរួមកសាងឆោពរាំងសីនេះពន្លឺភ្លឺស្វាងមាននិយាយចំសូម្បីតែខ្លួនប្រាំងក៏ក្រអូបដែរពន្លឺភ្លឺឆ្វាយដល់គេឈ្មោះក្រអូបប្របីមានទ្រព្យធនច្រើនមិនខ្វះខាតមានឱកាសល្អហើយមានភ្នែកដូចជាទឹកជាការប្រៀបធៀបអញ្ចឹងល្អប្របីខ្លាំងមែនទែនណាអានិសង្សហ្នឹងគឺធំបាទហើយឥឡូវនេះវគ្គទី8វគ្គទី6ពុកម៉ែបងប្អូនយើងវគ្គទី6នេះញោមញាតមហាពុទ្ធបរិស័ទរបស់យើងចូលតាមពិតទៅឈ្មោះនឹងនៅសល់ដែលខ្ញុំចម្លងទៅនឹងគេថាបច្ច័យបានបញ្ជូនទៅហើយប៉ុន្តែឈ្មោះនៅសល់មិនទាន់បានអានអស់ខ្ញុំសូមអាននៅវគ្គទី6នេះហើយវគ្គទី7ជាវគ្គពិសេសមួយទៀតដែលមានទាំងកសាងប្រពុតមេតាផងនិងកសាងឆោពនរាំងសីផងឆោពនរាំងសីពលឺភ្លឺឆ្វាញ់ល្អណាស់ហើយកុំភ័យរឿងបារម្ភថាចាស់ទៅអាងឹតភ្នែកពិបាកមើលនេះមើលនោះអូយ៉ាងម៉េចយ៉ាងម៉ាទេកាយវាត្រុតត្រោមចេះត្រុតត្រោមចុះមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេពេលដែលចាស់ទៅចោកសាងឆោពនរាំងសីនេះដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងពោទាំង4កើតមានជាប់ចរិតនឹងឯងមានអាយុវែងហើយមានសុខភាពល្អហើយមានរូបសម្បត្តិស្អាតហើយមានកម្លាំងពលំរឹងមាំហើយមានភ្នែកដូចជាទឹកមិនចេះងឹតហើយមិនចេះឈឺមិនងាយឈឺអានិសង្សបុណ្យហ្នឹងគឺធំជួយទ្រទ្រង់យើងអញ្ចឹងណែឆោពរាំងសីនេះជាអានិសង្សមួយយ៉ាងពិតប្រាកដណាពុកម៉ែបងប្អូនយើងបាទហើយបើសិនជាមិនធ្លាប់អានមិនធ្លាប់ដឹងមិនមែនយកមកនិយាយប្រើបានអញ្ចឹងទេពុកម៉ែបងប្អូនយើងកុំជឿលើ My Idea ប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងជឿលើសភៅដែល My Idea Official បានលើកយកមកនិយាយអំណះអំណាងនេះដែលមាននៅក្នុងសភៅយ៉ាងម៉េចខ្ញុំលើកមកអញ្ចឹងនិយាយអញ្ចឹងបាទនិយាយទាំងការចាំទាំងការយល់ដល់ខ្លួនឯងនៅពេលដែលបានអានទៅលើអត្ថបទនៃសភៅឬក៏ការចងក្រងមាននៅក្នុងសភៅអីជាដើមអញ្ចឹងទៅបាទអានេះជាអានិសង្សមួយយ៉ាងពិតប្រាកដណាពុកម៉ែបងប្អូនយើងបាទមិនមែនលេងទេទេមើលចុះមើលឡើងទៅវាចេះតែចាំអញ្ចឹងធ្វើម៉េចពុកម៉ែបងប្អូនយើងអញ្ចឹងមិនយកសភៅមកទាញអានចេះណាមិនទេព្រោះយើងចាំអញ្ចឹងទៅក៏ផ្សាយជូនទៅកាន់ពុកម៉ែបងប្អូនយើងអញ្ចឹងទៅសច្ចធម៌មានយ៉ាងម៉េចយើងនិយាយអញ្ចឹងពុកម៉ែបងប្អូនយើងជឿមិនជឿអានឹងអាស្រ័យទៅលើឧបនិស្ស័យបុណ្យរៀងខ្លួនអញ្ចឹងទៅអានឹងអញ្ចឹងណាបាទព្រោះអ្វីដែលខ្ញុំផ្សាយទៅនេះមិនមែនដឹកនាំមនុស្សឲ្យទៅរកសេចក្តីអាក្រក់ឯណាឲ្យទៅធ្វើបុណ្យតាហើយខ្ញុំផ្សាយទៅនេះមិនមែនទៅរៃគៀសពិភពម៉ែបងប្អូនយើងណាអត់ទេគ្រាន់តែទៅសើចំពោះអ្នកដែលបំពេញបុណ្យទៅសើអ្នកដែលមាននៅប្រសាទសទ្ធាជ្រះថ្លាចូលរួមនៅក្នុងវិស័យពុទ្ធសាសនារបស់យើងដើម្បីទ្រទ្រង់ពុទ្ធសាសនាមួយនេះឲ្យរុងរឿងសទ្ធាចេរកាគ្រប់ 5000 ព្រះភាសាជាផ្នែកចំណែកមួយយ៉ាងធំណាស់ដែលយើងដែលជាពុទ្ធបរិស័ទមិនថាយើងនៅក្នុងប្រទេសក្តីមិនថាយើងនៅដល់ទីតាំងណានៅលើផែនដីទាំងមូលនេះឥឡូវបច្ចុប្បន្ននេះគឺថាពិភពលោកទាំងមូលងាយណាស់ដែលពុកម៉ែបងប្អូនយើងអាចបំពេញបុណ្យបានគ្រប់កន្លែងទាំងអស់ហ្នឹងបាទហើយមើលខ្ញុំទទួលបានបច្ច័យពីខាងកាណាដាផងពីខាងអាមេរិកផងពីខាងអាល្លឺម៉ង់ផងហើយពីខាងបារាំងផងហើយប្រទេសអីទៀតបាទច្រើនណាស់បាទទទួលបានពីខាងហ្នឹងមកខ្មែរយើងផងសុទ្ធសឹងតែជាឈាមជ័រខ្មែរតែមួយអ្នកដែលកាន់នៅលទ្ធិពុទ្ធសាសនារបស់យើងហ្នឹងដែលលោកមានសទ្ធាមុតមមលោកសម្លឹងឃើញលោកមានសទ្ធាដ៏ល្អបរិសុទ្ធលោកលះបង់ដោយខ្លួនឯងមិនមែនខ្ញុំទៅរែងនិយាយទេអ្នកខ្លះចូលរួមទាំងដែលមិនស្គាល់ខ្ញុំផងទាំងដែលមិនធ្លាប់បាននិយាយមួយម៉ាត់ជាមួយនឹងខ្ញុំទេក៏ប៉ុន្តែលោកឆាតមកសុំចូលរួមបាទដោយសារអីដោយសារសេចក្តីទុកចិត្តបាទដោយសារសេចក្តីទុកចិត្តតែម្យ៉ាងគត់ឲ្យទៅបានអញ្ចឹងនៅឯណាណីមិនដែលបានស្គាល់គ្នាពីមុនមកទេប៉ុន្តែលោកបានឃើញលោកផ្ដល់នៅទំនុកចិត្តលោកស្រឡាញ់បុណ្យបើកាលណាលោកចូលធ្វើបុណ្យលោកអត់មានខ្វល់ខ្វាយអីទេធ្វើម៉េចឲ្យបានមានឱកាសចូលរួមในកម្មវិធីបុណ្យដ៏ល្អៗអញ្ចឹងលោកចូលរួមមកតែម្ដងមើលឃើញដូចអ្នកម្ដាយនៅខាងកាណាដាលោកខលមកខ្ញុំសូមចូលរួមមកដល់សូមលេខកង់ទៅតែម្ដងខ្ញុំ
គាត់ណាសឹងថាមិនបាច់បញ្យល់គាត់ព្រោះគាត់មើលនៅក្នុងវីដេអូខ្ញុំអស់ហើយគាត់បានសួរអីច្រើនគាត់តែសុំតែ QR code ពីខ្ញុំទៅខ្ញុំតម្លាក់ QR code ឥឡូវគាត់តម្លាក់ទាំងឈ្មោះតម្លាក់ទាំងគោលបំណងរបស់គាត់មកបាត់ហើយអាហ្នឹងវាចឹងអានេះប៉ុនណាប៉ុនគឺអញ្ចឹងបាទហើយទំនុកចិត្តមហាពុទ្ធបរិស័ទដែលផ្ដល់មកលើ My ID Official មួយនេះពុកម៉ែបងប្អូនយើង My ID Official គឺមិនធ្វើឲ្យបាត់បង់សូម្បីតែមួយកម៉ាសេននោះទេអត់ទេបច្ច័យមួយសរសៃសក់ណាជ្រាកយ៉ាងម៉េចគឺថាធ្វើឲ្យដូចតាមគោលបំណងដែលពុកម៉ែបងប្អូនយើងលោកមានសទ្ធាអញ្ចឹង My ID Official គឺថាចាត់ចែងឲ្យជាក់លាក់ច្បាស់លាស់ត្រឹមត្រូវមិនឲ្យបាត់បង់នោះទេឥឡូវមកបន្តទៀតឲ្យចាំវគ្គ7ណាពុកម៉ែបងប្អូនយើងចាំវគ្គ7ឥឡូវសូមអានវគ្គ6សិនណាវគ្គ6នេះពុកម៉ែបងប្អូនយើងចូលរួមបត្តានុមោទនាត្រៃអរអនុមោទនានៅបុណ្យជាមួយនឹងម្ចាស់ទៀតហ្នឹងឈ្មោះនេះគឺជាឈ្មោះដែលរួចផុតពីអបាយឈ្មោះដែលទេវតាតាមថែឈ្មោះដែលមហាកុសលផលបុណ្យនឹងជួយយឹតយងបីបាច់ថែរក្សាពីបច្ចុប្បន្នជាតិរហូតដល់អនាគតឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរួចផុតចាកទុក្ខនេះឈ្មោះហ្នឹងហើយឈ្មោះតាំងពីដើមដូចគ្នាហើយឈ្មោះដែលនឹងអាននៅថ្ងៃអនាគតនៅវគ្គ7ហ្នឹងដូចគ្នាសិតតែជាឈ្មោះដែលពោពេញដោយមហាកុសលបុណ្យធំណាពុកម៉ែបងប្អូនយើងណាពិសេសណាហ្នឹងហើយចុងកតុយវីដេអូខ្ញុំនឹងបង្ហាញបងស្រីហោមលីគាត់ចេញមកអាននៅឈ្មោះហ្នឹងថាឈ្មោះទាំងអស់នេះបានទទួលបច្ច័យគ្រប់គ្រាន់ពីខ្ញុំបាទ My ID Official ហើយរាល់ឈ្មោះនីមួយៗរាល់បច្ច័យនីមួយៗគឺត្រូវតែបងស្រីហោមលីលោកចេញមកដើម្បីជាអំណះអំណាងបង្ហាញឲ្យច្បាស់ថាបច្ច័យទាំងអស់នោះលោកបានទទួលពីខ្ញុំបាទ My ID Official ទាំងអស់ឥតមានខ្វះចន្លោះសូម្បីមួយសេនណែភាពប្រកបប្រជារបស់ My ID Official អត់បានទេនឹងហើយនេះជាគោលការណ៍របស់ My ID Official តាំងពីដើមមកគឺធ្វើអញ្ចឹងតាំងពីដើមមកហើយបងស្រីហោមលីគាត់ធ្វើគឺសនោមពោតាំងពីដើមអញ្ចឹងដំបូងដៃបំផុតដែលបងស្រីគាត់បានផ្ដល់ដំណឹងមកខ្ញុំគឺផ្កាឈូកប្រាក់ដាំពេជ្រហ្នឹងនៅពេលដែលមហាពុទ្ធបរិស័ទរបស់យើងចូលរួមមកខ្ញុំបកគលទៅឲ្យគាត់ខ្ញុំសនំពោគាត់ធ្វើអញ្ចឹងដំបូងដៃឡើងគាត់អត់ដឹងថាគួរធ្វើយ៉ាងម៉េចអត់ដឹងទេខ្ញុំប្រាប់គាត់មួយអញ្ចឹងទៅថាធ្វើចេះធ្វើចុះឲ្យចេញមកថ្លៃអំណរអរគុណអានតែឈ្មោះអញ្ចឹងមួយទៅគាត់រៀនធ្វើមុនរបស់អត់ទេដប់ទេព្រោះគាត់ដឹងតែជាស្ត្រីម្នាក់ដែលមានសទ្ធាយ៉ាងមុតមមនៅក្នុងព្រះសាសនាដឹងតែការកសាងដឹងតែការធ្វើបុណ្យតែមួយមុខគាត់តែរឿងអីផ្សេងគាត់មិនសូវចាប់អារម្មណ៍តែដល់ពេលមហាពុទ្ធបរិស័ទរបស់យើងលោកត្រៃអរជាមួយលោកចង់ចូលរួមជាមួយលោកមានសទ្ធាអញ្ចឹងទៅលោកក៏ប្រឹងធ្វើដើម្បីចេញមកថ្លៃអំណរអរគុណរហូតដល់ពេលឥឡូវគឺថាលោករៀងអាចវាស្ទាត់ជំនាញខ្លះណាពុកម៉ែបងប្អូនយើងបាទបើធ្វើបែបនេះគឺមានន័យថាខ្ញុំអ្នកទទួលបច្ច័យពីពុកម៉ែបងប្អូនយើងនេះខ្ញុំទទួលបាននូវភាពកក់ក្ដៅមកវិញកក់ក្ដៅយ៉ាងម៉េចថាបច្ច័យទាំងអស់នោះមិនមែនចេញវីដេអូតែខ្ញុំអំណះអំណាងជូនទៅកាន់ពុកម៉ែបងប្អូនយើងទេប៉ុន្តែម្ចាស់ដើមបុណ្យដ៏ធំបំផុតលោកចេញមកអំណះអំណាងថាបច្ច័យនោះបានទទួលពីខ្ញុំទាំងអស់គ្រប់គ្រាន់ហើយណែអានេះបានច្បាស់អញ្ចឹងហ្មងណាហើយពុកម៉ែបងប្អូនយើងដែលផ្ដល់ជំនឿមកលើ Channel My ID Official ក៏លោកកាន់តែទទួលបានភាពកក់ក្ដៅពីខ្ញុំបាទ My ID Official អញ្ចឹងទៅដែរហើយបុណ្យនឹងគឺក្រាស់ក្រែលល្អប្រពៃពិសេសអញ្ចឹងដូចគ្នាពុកម៉ែបងប្អូនយើងណាបាទអស្ចារ្យណាបាទអស្ចារ្យណាអញ្ចឹងកុំភ្លេចបត្តានុមោទនាបុណ្យជាមួយនឹងម្ចាស់ទានម្ចាស់សទ្ធាផងណាពុកម៉ែបងប្អូនយើងទាំងអស់នេះសុទ្ធតែជាបុណ្យកុសលសម្រាប់យើងតែម្យ៉ាងទេណាហើយខ្ញុំធ្វើវីដេអូនេះក៏បង្ហាញជូនតែរឿងបុណ្យកុសលតែម្យ៉ាងនឹងឯងកុំភ្លេចអនុមោទនាបុណ្យហើយអានិសង្ឃជាច្រើននឹងខ្ញុំបាទ My ID Official ធ្លាប់បានលើកហើយការចូលសិទ្ធនៅព្រះពុទ្ធមេត្តានឹងហើយពុកម៉ែបងប្អូនដែលមានឈ្មោះនេះគឺជាឈ្មោះរួចផុតចាកទុក្ខណានឹងហើយពិសេសពិសាណាហើយមួយទៀតណាពុកម៉ែបងប្អូនយើងទាំងអស់គ្នាស្អែកនេះខ្ញុំនឹងធ្វើវីដេអូមួយតាក់ទងជាមួយនឹងការនាំទាននាំបច្ច័យសិទ្ធទានក្រមួនសុទ្ធយ៉ាងល្អប្រសើរនេះទៅជួបលោកជំទាវដើម្បីនាំថវិកានេះបកគលឲ្យលោកជំទាវហើយមួយទៀតនឹងលើកយកនៅរឿងដំណើររឿងដែលអស្ចារ្យបំផុតហើយអានិសង្ឃបុណ្យខ្លាំងមែនទែនព្រះសម្មាសម្ពុទ្ធរបស់យើងលោកអនុញ្ញាតយ៉ាងម៉េចលោកយ៉ាងម៉េចគឺថាមាននៅក្នុងរឿងហ្នឹងណាពុកម៉ែបងប្អូនយើងខ្ញុំនឹងលើកយកមកនៅថ្ងៃស្អែកនេះហើយយប់នេះខ្ញុំសូមអានចាំមកអានរឿងហ្នឹងឲ្យចាំស្អែកឡើងនិយាយទៅវាស្រួលភាសាជើងទាញសភៅមកមើលយកការអានខុសចុះវាទៅជាសាច់រឿងដែលมันល្អបាត់ហើយបើយើងអានឲ្យចាំតែម្ដងទៅនិយាយជូនទៅកាន់ពុកម៉ែបងប្អូនយើងប្រើទៅថាវាស្រួលជាងណាមកឲ្យស្រួលជាងមើលសភៅអាហ្នឹងចឹងឯងចឹងរងចាំទស្សនាណាសិតតែជាតួបុណ្យតួកុសលដែល My ID Official ប្រឹងប្រែងបំពេញធ្វើហើយលើកនៅហេតុផលដែលពុកម៉ែបងប្អូនយើងចូលរួមនឹងអានិសង្ឃប៉ុណ្ណឹងវាអស្ចារ្យប៉ុណ្ណាក្រាស់ក្រែលប៉ុណ្ណាមានប្រវត្តិរឿងរ៉ាវយ៉ាងម៉េចនឹងលើកបង្ហាញជូនហើយណាពុកម៉ែបងប្អូនយើងរងចាំទស្សនាបាទឥឡូវកុំឲ្យចំណាយពេលយូរទេពុកម៉ែបងប្អូនយើងរាយរាប់ប៉ុណ្ណឹងទៅចោះណាបាទឥឡូវនេះគឺថាបច្ច័យសិទ្ធិព្រះពុទ្ធមេត្តាវគ្គទី6ណែវគ្គទី6មានតែ3នាក់បងប្អូនយើង3មាន3នាក់ឯណាបាទមាន3នាក់ទេបាទទី1លោកខូយភិរមណាទី1លោកខូយភិរមចូលសិទ្ធិព្រះពុទ្ធមេត្តា 50000 រៀលបាទសាធុណាបាទហ្នឹងហើយពុកម៉ែយើងចាំតិចណាបាទពុកម៉ែបងយើងសូមបន្តណាបាទជាស្រ័យហ្នឹងហើយអញ្ចឹងសូមអានសារថ្មីបាទទី1លោកខូយភិរមចូលសិទ្ធិព្រះពុទ្ធមេត្តា 50000 រៀលបាទសាធុណា
ឈ្មោះអ្នកមានបុណ្យគឺអញ្ចឹងណាពុកម៉ែបងប្អូនយើងហើយសទ្ធាគឺថាកើតឡើងដោយខ្លួនឯងណែលោកមានសទ្ធាដោយខ្លួនឯងមកលោកចង់ចូលអញ្ចឹងទេបុណ្យធំមែនទេណាពុកម៉ែបងប្អូនយើងបាទបតានមោទនាជាមួយលោកបុណ្យជាមួយលោកណាបាទសាធុបាទហើយបន្តមកទៀតឧបាសិកាសានផលីបាទអូយឧបាសិកាសានផលីជំរាបសួរបាទហ្នឹងហើយបច្ច័យនេះគឺខ្ញុំអត់បានអានវគ្គមុនឥឡូវយកមកអានវគ្គហ្នឹងណែវគ្គពិសេសហ្នឹងណាបាទអនុមោទនាបុណ្យហើយណាឧបាសិកាសានផលីចូលសិទ្ធប្រពុតមេត្តា 60000 រៀលបាទសាធុបាទនេះគឺជាអំណាចអានិសង្សបុណ្យណាបាទលោកមានសទ្ធាដោយខ្លួនឯងមុតមមមែនទែននៅក្នុងព្រះសាសនាអញ្ចឹងបុណ្យកុសលនឹងធំណាស់ខ្ញុំបាទម៉ៃអាឌីវិសសូមអនុមោទនាបុណ្យជាមួយផងទៀតណាបាទហ្នឹងហើយឧបាសិកាអ្នកម្ដាយសានផលីបាទហើយបន្តមកទៀតឧបាសកយុហេលឧបាសិកាឆេងជឺណែអូដល់ព្រៃវែងពុកម៉ែបងប្អូនយើងណាបាទគោរពជំរាបសួរលោកឪពុកអ្នកម្ដាយហ្នឹងហើយគោរពពីចម្ងាយនៅក្នុងវីដេអូហ្នឹងផងណាឃើញហើយកុំភ្លេចឲ្យខ្ញុំដាក់ម៉ៃអាឌីវិសលផងបាទហើយសូមទៅសាររឿងមួយទេពុកម៉ែបងប្អូនយើងណាគឺថាពងកងានធំមកហើយគាត់ផ្ញើមកឆ្ងាញ់អូឆ្ងាញ់អរគុណណាបាទអរគុណហ្នឹងហើយអញ្ចឹងឧបាសកយុហេលឧបាសិកាឆេងជឺកូនស្រីហេលអ៊ុននិងស្វាមីហៅលីរ៉ាហើយកូនប្រុសផេងវ៉ាន់ដានិងកូនស្រីផេងវ៉ាន់ឌីព្រមទាំងចៅរ៉ាស្រីណានិងស្វាមីសក់លីបាទស្វាមីសក់លីព្រមទាំងចៅនិងចៅទួតបាទអូយសាធុណាបាទប្របីមែនទែនតែម្ដងហើយណាអរគុណបាទឆ្ងាញ់ហើយបាទនឹងហើយចូលទៅគាត់បានចូលរួមសិទ្ធប្រពុតមេត្តា 100000 រៀលហើយគាត់បានចូលជាវស្គរ 50000 រៀលហើយគាត់ចូលដាំពេជ្រណាមានន័យថាចូលពេជ្រដែលដាំនៅលើឆៅពណ៌រាំងសី20គ្រាប់ស្មើនឹង 110,000 រៀលហើយគាត់ចូលដាំពេជ្រភ្ជាប់ជាមួយនឹងបាត10គ្រាប់ទៀតស្មើនឹង 55,000 រៀលបាទអូយសាធុអ្នកម្ដាយបាទសាធុណាអីបុណ្យធំមែនទែនតែម្ដងហើយលោកឪពុកអ្នកម្ដាយខ្ញុំណាបាទអញ្ចឹងទេលោកបានចូលរួមនៅក្នុងហ្នឹងពុកម៉ែបងប្អូនយើងឃើញទេឈ្មោះខ្ញុំដាក់នៅខាងក្រោយរត់ត្រេចុះម៉ែបងប្អូនយើងបាទអញ្ចឹងជាក់លាក់ច្បាស់លាស់ត្រឹមត្រូវខ្លាំងណាស់ពី My ID Official មិនមែនលំទេធ្វើការមួយវាតតែច្បាស់លាស់ជាក់លាក់ត្រឹមត្រូវប្រកបវិជ្ជាបែបហ្នឹងឯងទៅបានពុកម៉ែបងប្អូនយើងនៅផ្ដល់នៅសេចក្តីទំនុកទុកចិត្តហើយមួយទៀតណាពុកម៉ែយើងដែលបានចូលរួមមកមិនមែនជាបច្ច័យដែលគិតថាធម្មតានោះទេបច្ច័យទោះបីតិចក្តីច្រើនក្តីប៉ុន្តែជាបច្ច័យដែលមានតម្លៃខ្លាំងបំផុតសម្រាប់ My Idea Visual My Idea Visual ត្រូវតែគោរពនិងឲ្យតម្លៃទៅលើសទ្ធារបស់ពុកម៉ែបងប្អូនយើងមិនថាតិចឬច្រើនទេគឺគោរពខ្លាំងបំផុតអញ្ចឹងហើយបានជាការប្រឹកព្រៀងសំបីអក្សរនៃការកត់ក៏មិនហ៊ានលុបនាំបច្ច័យទៅណាខាងណាក៏ដោយហើយគោរពបច្ច័យនឹងខ្លាំងណាស់ពីព្រោះនេះគឺជាមហាបុណ្យកុសលជាបច្ច័យដែលកើតចេញពីសទ្ធាចិត្តរបស់ញោមញាតមហាពុទ្ធបរិស័ទដ៏បរិសុទ្ធចឹងហើយបានខ្ញុំប្រយ័ត្ននឹងថែទាំបច្ច័យឲ្យមានតពោះបោះបោកឲ្យមានទុកដាក់អីប្រេះផ្ដាស់អញញ៉ៃអត់ទេពុកម៉ែបងប្អូនយើងមកប្រឹកព្រៀងណានឹងឲ្យប្រឹកព្រៀងខ្លាំងមែនទែនតែម្ដងបច្ច័យគឺដើម្បីរក្សាឲ្យបាននូវគុណតម្លៃឲ្យមានតម្លៃថ្លៃថ្លាបំផុតបច្ច័យរបស់ញោមញាតមហាពុទ្ធបរិស័ទដែលបានចូលរួមជាមួយនឹងខ្ញុំបាទ My ID Official ហ្នឹងថែរក្សាបានទុកដាក់យ៉ាងល្អប្រសើរណាស់បាទអានឹងអញ្ចឹងណាបាទហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងអត់មានវែងឆ្ងាយអីពេកទេប៉ុន្តែគ្រាន់តែអានិសង្សអីផ្សេងគឺថាខ្ញុំបានលើកឡើងយកមកបង្ហាញជូនឲ្យពុកម៉ែបងប្អូនយើងបានជ្រាបជ្រាបនិងដឹងមកហើយព្យាយាមណានៅពេលណាដែលយើងទទួលបច្ច័យឲ្យពុកម៉ែបងប្អូនយើងដើរលើផ្លូវគេហៅថាជាតួបុណ្យតួកុសលនេះខ្ញុំបាទដែលជាអ្នកផលិតវីដេអូផ្សព្វផ្សាយនៅព័ត៌មាននេះក៏ត្រូវតែមានការយល់ដឹងខ្លះប្រឹងប្រែងអានសភៅធម៌អីចឹងទៅដើម្បីយកសេចក្តីផ្សេងដែលមាននៅក្នុងពុទ្ធសាសនារបស់យើងមកចែករំលែកឲ្យពុកម៉ែបងប្អូនយើងបានដឹងតាមយថាពុកម៉ែបងប្អូនយើងចូលទៅលើអីមួយអានិសង្សនោះវាយ៉ាងម៉េចយើងត្រូវអានសភៅនឹងខ្លះដើម្បីឲ្យយល់ដឹងថាយើងដែលជាអ្នកទទួលបច្ច័យនេះគួរក៏បីយល់ដឹងអំពីតួបុណ្យនឹងក៏ទទួលដោយអត់ដឹងណាពុកម៉ែបងប្អូនយើងចឹងឲ្យបានចិត្តតែប្រឹងប្រែងហើយតែលើកយកមកហេតុផលអីផ្សេងតួបុណ្យតួកុសលមានអំណាចណានៅក្នុងសិភៅអីចឹងទៅយកមកចែករំលែកឲ្យពុកម៉ែបងប្អូនយើងតែប៉ុណ្ណឹងបើម៉ែអាចរៀបសារឲ្យមានចេះស្អីទេពុកម៉ែបងប្អូនយើងបាទបើគាត់ណាជួបប្រទេសអានឃើញអ្វីលើកយកមកនិយាយនៅក្នុងវីដេអូហ្នឹងតែប៉ុណ្ណឹងឯងបាទឲ្យរឿងទស្សនៈគិតអីមិនហ្នឹងគឺថាខ្សោយជាងគេចឹងឯងខ្ញុំមកអត់មានអីទេអញ្ចឹងទេកំហុសខុសឆ្គងកើតមានដោយប្រការណានៅក្នុងវីដេអូនេះតាំងពីដើមទីរហូតមកដល់ទីបញ្ចប់ពុកម៉ែបងប្អូនយើងសូមមេត្តាយោគយល់និងខន្តីអភ័យទោសដល់រូបខ្ញុំបាទ My ID Official ផងទៀតណាបាទអ្វីគ្រប់បែបយ៉ាងដែល My ID Official ធ្វើនេះគឺជាគេហៅថាជូនដំណឹងបុណ្យទៅកាន់ពុកម៉ែបងប្អូនយើងតែប៉ុណ្្នឹងឯងអត់មានទៅការរេគីអីផ្សេងនោះទេអត់មានទេជាចេតនាដែលជាតួបុណ្យតួកុសលតែម្យ៉ាងគត់អត់មានអកុសលនៅក្នុងចិត្តទេណាពុកម៉ែយើងទាំងអស់គ្នាបាទអញ្ចឹងទេនៅក្នុងវីដេអូនេះអត់មានអីទេប៉ុន្តែគាត់ថាសំណូមពរទៅកាន់ពុកម៉ែបងប្អូនយើងនៅខាងកតុយវីដេអូនេះគឺជាវីដេអូរបស់បងស្រីហងម៉ាលីដែលគាត់ចេញមកអានឈ្មោះបញ្ជាក់បង្ហាញថាឈ្មោះដែលខ្ញុំបាន My ID Official បានអានពីខាងដើមមុននេះបន្តិចនេះ
គឺគាត់បានទទួលហើយនឹងគាត់ប្រាប់អំពីមូលហេតុអ្វីដែលគាត់កសាងព្រះពុទ្ធមេត្តាទៀតបាទអញ្ចឹងទេសូមរួមជួយដូចតទៅបាទចានាងខ្ញុំសូមគោរពការអនុញ្ញាតហើយក៏សូមការអានឈ្មោះចាតាមរយៈបងម៉ៃ idea នៃការចូលរួមសិទ្ធិព្រះពុទ្ធមេត្តាចាវគ្គទី6ចាលោកខយភិរមចូលសិទ្ធិព្រះពុទ្ធមេត្តា 50000 រៀលចាទី2ឧបាសិកាសានផល្លីចាចូលសិទ្ធិព្រះពុទ្ធមេត្តា 60000 រៀលចាទី3ឧបាសកយៈហែលឧបាសិកាឆេងជឺកូនស្រីហែលអ៊ុននិងស្វាមីហៅលីវ៉ាចាកូនប្រុសផេងវណ្ណដានិងកូនផេងវណ្ណឌីចារួមទាំងចៅរាស្រីណានិងស្វាមីសក់លីនិងចៅបោកចៅទួតចូលសិទ្ធិព្រះពុទ្ធមេត្តា 100,000 រៀលចូលស្គរ 50000 រៀលចូលពេជ្រដាំភ្ជាប់ឆពាន់រាំងសី20គ្រាប់ស្មើ 110,000 រៀលចាចូលដាំពេជ្រភ្ជាប់ជាមួយនឹងបាត10គ្រាប់ចាស្មើនឹង 55,000 រៀលចាហើយក៏នាងខ្ញុំសូមជូនជាដំណឹងចាដំណឹងនេះចាគឺការសិទ្ធិព្រះពុទ្ធមេត្តានៅមិនទាន់ដល់ថ្ងៃដង្ហែទេចានៅហើយក៏ចង់ជូនជាដំណឹងមួយទៀតហើយគឺធ្វើឆោពាន់ចាធ្វើបាតធ្វើឧណាឡោមចាតែការដែលបានធ្វើហើយនឹងការបានដឹងនៃការពីប្រវត្តិនៃការព្រះពុទ្ធមេត្តានេះគឺដោយសារនាងខ្ញុំចាបានទៅប្រទេសឥណ្ឌានៅពុទ្ធស្ថានចាហើយក៏ដោយចិត្តមានសេចក្តីជ្រះថ្លាក្រៃលែងអញ្ចឹងក៏គួចក្នុងចិត្តបងប្រាថ្នាថាបើសិនជាបានមកនៅពុទ្ធមេត្តានិមន្តមកដល់ស្រុកខ្មែរមិនដឹងជាជ្រះថ្លាយ៉ាងណាទេហើយចេះតែមានអារម្មណ៍ជ្រះថ្លារហូតថ្ងៃមួយក៏បានពិតទៅព្រះអង្គគ្រូចាហើយក៏ជាបុណ្យធំរបស់ព្រះអង្គគ្រូបានជួបមួយព្រះអង្គគ្រូក៏អធិស្ឋានហើយក៏បានទទួលនៅការពេញចិត្តព្រះពុទ្ធមេត្តាចាហើយជូនជាដំណឹងនេះពិតជាជ្រះថ្លាខ្លាំងណាស់ចាកើតបិតិរហូតដល់សប្តាហ៍ថ្ងៃនេះដោយសារតែព្រះពុទ្ធមេត្តាមាននៅស្រុកខ្មែរចាហើយគឺជាមហាដៃជះធំធេងចាមហាដៃជះមហាកម្លាំងដែលទឹកចិត្តជ្រះថ្លាចង់បាននៅប្រទេសកម្ពុជានឹងគឺក៏ដោយសារបុណ្យរបស់ព្រះអង្គគ្រូវណ្ណៈវិស័យបណ្ឌិតច័ន្ទមនីបានអនុគ្រោះនិងអនុញ្ញាតបានថាឲ្យការសាងនេះគឺដាក់នៅវត្តតសុតចាហើយมันមានអ្វីច្រើនទេតែក៏សូមប្រម៉ែប្រមូលកុសលផលបុណ្យចាជូនដល់ពុកម៉ែដែលមានដៃជះនៅការសាងព្រះពុទ្ធមេត្តានេះគឺមហាធំធេងណាស់នាងខ្ញុំសូមប្រម៉ែប្រមូលផលបុណ្យគ្រប់ចំណែកចាជូនដល់ពុកម៉ែបងប្អូនទាំងអស់ចាសូមបាននៅសេចក្តីសុខរួចចាកផុតទុក្ខចាបុណ្យកុសលដែលបានបំពេញចាអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឃ្លានឡើយចាសូមអរគុណសូមជម្រាបលា